សួស្តីជំរាបសួរបងប្អូនអរគ្នាបងប្អូនដែលមានបំណងចង់សិក្សាថ្នាក់ motion graphic កាត់តវីដេអូនិងធ្វើផ្សព្វផ្សាយពាណិជ្ជកម្មនេះលោកគ្រូណែនាំថ្នាក់មួយសម្រាប់បងប្អូនណានៅមជ្ឈមណ្ឌល iTech Media របស់យើងគឺយើងបង្រៀនតាំងពីអ្នកអត់ចេះសុទ្ធរហូតដល់អ្នកដែលមានជំនាញ professional ខាងផលិត sport ពាណិជ្ជកម្មកាត់តវីដេអូនិងធ្វើ blog ផ្សេងបាទបង្កើត content ផ្សេងដូចជា content សម្រាប់រឿងបាទហើយនឹងធ្វើផ្សព្វផ្សាយពាណិជ្ជកម្មបាទគេហៅ motion graphic អូខេក្នុងមេរៀននេះដែរលោកគ្រូសូមលើកបង្ហាញនៅមេរៀនមួយដែលយើងធ្វើអក្សរ 3D ដែលយើងធ្លាប់ដើម្បីលក់បញ្ចុះតម្លៃនៃមុខទំនិញរបស់យើងប៉ុន្តែវាជាអក្សរ 3D តោះឥឡូវធ្វើជាមួយលោកគ្រូអញ្ចឹងបងប្អូនត្រូវតែមានកម្មវិធីបាទកម្មវិធីនេះគ្រូបើកTelegram ឲ្យហើយបងប្អូនដែលចង់រៀនបន្ថែមបងប្អូនអាចទំនាក់ទំនងមកសាលាមកចុះឈ្មោះហើយបងប្អូនដែលមានមិត្តភ័ក្តិបាទដែលធ្លាប់រៀននៅមជ្ឈមណ្ឌល iTech Media បាទឬក៏សាលាចាស់ពីមុនយើងហៅថា Mentor Cambodia បងប្អូនអាចប្រាប់មិត្តភ័ក្តិឲ្យមកចុះឈ្មោះចូលរៀនពីព្រោះថ្នាក់របស់យើងគឺ3ខែយើងអាចរៀនជំនាញមួយហើយរកប្រាក់កម្រៃប្រាក់ខែបានច្រើនឆាប់មានការងារធ្វើតោះឥឡូវមកមើលជាមួយលោកគ្រូនេះអញ្ចឹងយើងមានយើងទៅ Telegram បាទគ្រូចូលទៅ Telegram ក្រុមរបស់យើងមកបាទនេះលោកគ្រូបានផ្ញើទៅក្នុងក្រុមរបស់យើងហើយអញ្ចឹងនេះយើងចុចdownload វាមកបាទ download វាមកហើយយើង set up វាអញ្ចឹងកម្មវិធី set up នេះបងប្អូនអាចមើលតាមនឹងបានបាទមើលតាមក្រុមរបស់យើងនឹងមកហើយចាំលោកគ្រូតម្លាក់ចូលក្រុមឲ្យបាទរបៀប set up វាហើយបងប្អូនដែលអត់ចេះអាចមកជួបលោកគ្រូបានអូខេអញ្ចឹងនេះជានៅក្នុងម៉ាស៊ីនសាលាលោកគ្រូបាន set up ហើយអស់ហើយព្រោះយើងរៀនផ្ទាល់បាទអញ្ចឹងដោយសារលោកគ្រូបង្រៀនជាវីដេអូនេះបាទមេរៀនណាដែលបងប្អូនពិបាករៀនហើយបងប្អូនអត់ទាន់យល់ច្បាស់លោកគ្រូសម្រាយជាមេរៀនឥឡូវលោកគ្រូបង្កើតលុបចោលវិញបាទលុបទាំងអស់នឹងចោលបង្កើតម្ដងទៀតអូខេអញ្ចឹងយើងចាប់ផ្ដើមយើងបង្កើត com ថ្មីយើងដាក់ com ទី1អញ្ចឹងទៅឬក៏ text 1នេះ text ទី1បាទ T1 ឬក៏ text ទី1នេះអញ្ចឹងយើងបង្កើត com អញ្ចឹងយើងស្រួល copy អក្សរនេះយើងដាក់1វិនាទីដូចរាល់ដងមកហ្នឹងហើយអូខេតបមកទៀតយើងបង្កើត layer new solid នេះបាទ layer new solid បាទព្រោះហើយយើងដាក់ឈ្មោះវាមកដាក់ឈ្មោះ element 3D អីចឹងទៅបាទ e3d 1អីចឹងទៅ text អីចឹងទៅនេះអញ្ចឹងយើងដាក់ឈ្មោះអីក៏បានដែរហើយបន្ទាប់មកយើងដាក់ element ចូលនេះយើងវាយ element like effect យើងចូលបាទអញ្ចឹងយើងវាយ element ចូលមកទាញវាចូលបាទយើងទាញវាចូលដាក់នៅក្នុងហ្នឹងហើយយើងវាយអក្សរយើងចូលបាទយើងចុចអក្សរ T ហើយវាយអក្សរយើងដូរ font ខ្មែរមុនសិនដូរទៅ font ដែលវាយយើងវាយ font Golan នេះបាទ KA Golan ហ្នឹងដាក់វាឲ្យច្បាស់បាទហើយបើសិនជាបងប្អូនវាយអត់ចេញដៃចេញជើងទេបងប្អូនអាចជួបលោកគ្រូបានដូរ font វាមកបាទសួរស្ដីបាទឆ្នាំថ្មីនេះបាទសូមយើងលោកគ្រូវាយអក្សរខ្លីនេះទាញវាដាក់កដាលឬក៏ align វានេះបើរក align អត់ឃើញទេយើងអាចចុច window align នេះអញ្ចឹងយើងមានអស់ហើយបាទបើយើងបាត់អីមួយចុច window មកធីកលើវាមកវាមាននេះ align ហើយចុចវាអានេះមួយមកកដាលព្រោះហើយយើងបិទភ្នែកវាបាទបិទភ្នែកវាយើងដាក់ effect ចូលនេះយើងចុចទៅកន្លែងទាញអក្សរយើងចូលនេះចុចទៅលើ element 3D យើងនេះមកបាទ select លើវាទៅឡើងទៅលើវិញបាទយកពាក្យនេះបាទយកពាក្យ com នេះមកហើយយកពាក្យអក្សររបស់យើងនេះសួស្ដីឆ្នាំថ្មីហ្នឹងណាអញ្ចឹងយក custom layer custom text and mask យកពាក្យអក្សររបស់យើងចុច scene setup មកអញ្ចឹងយើងចុចកន្លែងនេះចុច extrude បានវាចេញអក្សរយើងមកអញ្ចឹងកន្លែងនេះជាកម្រាស់អញ្ចឹងយើងដាក់ mode ដែលមានស្រាប់សិន preset នេះហើយយើងជ្រើសរើសមកពោអានេះយើងយកមិនជុងអីចឹងណាវាសេរីឲ្យយើងនេះអក្សរនេះអញ្ចឹងឧទាហរណ៍យើងយកពីយកអានេះចោល go ram
ហើយយើងតម្លើងវាបាទឧទាហរណ៍កម្រាស់វាយើងដាក់ bevel scale នេះយើងដាក់វា10អីចឹងទៅបាទវាយដូរទៅហ្វុនខ្មែរហ្នឹងហើយអញ្ចឹងវារីកធំនេះបាទបន្ទាប់មកយើងអាចដូរពណ៌វាបានឧទាហរណ៍លោកគ្រូដូរពណ៌វាបាទដាក់material នេះហើយលោកគ្រូដាក់ពណ៌ក្រហមចុះកន្លែងពណ៌ខ្មៅហ្នឹងបាទហើយបន្ទាប់មកយើងដាក់ពណ៌សចុះកន្លែងពណ៌មាសហ្នឹងឧទាហរណ៍បាទអញ្ចឹងយើងអាចបដូរម៉ូដអក្សរតាមពណ៌យើងបានថាយើងស្រឡាញ់ឬក៏យើងដាក់អានេះពណ៌សវិញហើយអានេះក៏ពណ៌ក្រហមវិញបាទឧទាហរណ៍បាទឬយើងដាក់វាពណ៌ប្រាក់បាទហើយអានេះពណ៌មាសអីចឹងទៅបាទអូខេឥឡូវលោកគ្រូចុចអូខេតាមយើងសេរីពណ៌យើងចង់បានចុចអូខេមកហើយបន្ទាប់មកយើងចាប់កាមេរ៉ាមួយនេះ layer new camera គេយើងធីកលើកាមេរ៉ាមួយមកយើងយក50មកយើងចុចអូខេមកនេះតោះមកយើងចុចអក្សរ P លើកាមេរ៉ាហ្នឹងនេះចុចអក្សរ P លើវាមកយើងទៅ2វិនាទីយើងធីកវាមួយហើយយើងមក0វិញយើងវាយដកកន្លែងនេះវាយដក50000មក enter វាតូចបាទអញ្ចឹងយើង play វាដាក់ easy វាមកវារត់ចេញពីតូចមកសុំទោសមិនដក50000នេះគ្រូច្រឡំមួយទៀតអូខេអញ្ចឹងយើងចង់ឲ្យវាធំសិនអញ្ចឹងយើងចុច control Z នេះយើងអូសលេខនេះមកស្ដាំបាទយើងបន្ថយវាវិញបាទយើងអាចបន្ថយវាធ្វើម៉េចវាផុតបាទហើយដកដកមក100ជាងអីចឹងនេះវាផុតហ្នឹងណាបាទយើងសេរីវាផុតមកបាទឬក៏យើងសេរីកន្លែងនេះស្រួលមើលជាងអ្នកចុច active camera ចុចមើល top នេះបាទចុចមើល top ហ្នឹងណាបាទអញ្ចឹងយើងទាញវាផុតអញ្ចឹងស្រួលជាងហ្នឹងហើយផុតកាមេរ៉ាអូខេរួចហើយយើងបិទវាវិញ active camera វិញហើយយើងដាក់ easy អញ្ចឹងអាហ្នឹងស្រួលជាងយើងមើលពីលើគេយើង play មកវាចេញហើយនេះហោះចេញមកហើយអញ្ចឹងយើងចង់ឲ្យវាហោះចេញមកវល់ខ្លួនយើងមក2វិនាទីនេះសិនមកយើងពលាចុចលើ element 3D យើងទៅពលា group 1នេះពលា group 1នេះហើយយើងយក particle look ហើយ multi object ធីកវាមួយហើយយើងធីកវាមកជួរនេះមកបាទហើយយើងទៅ0វិញអញ្ចឹងកន្លែងនេះកន្លែងធ្វើចលនារបស់វាអញ្ចឹងលោកគ្រូវាយ rotation វាយ360មកជុំអានេះលោកគ្រូវាយ70បាទនេះលោកគ្រូវាយ35អីចឹងទៅហើយនេះលោកវាយ0.4អីចឹងទៅបាទហើយនេះយើងវាយប៉ុន្មានក៏បានហើយវាយទៅមានទៅវាយ20អីចឹងទៅអញ្ចឹងយើង play វាមកគឺវាហោះវល់ខ្លួនចូលឯនេះបាទវាហោះមកវាវល់ខ្លួនចូលយ៉ាងហេបាទអូខេយើងបានប៉ុណ្ណឹងហើយយើងទៅ3វិនាទីសិនមកនេះ3វិនាទីយើងចុចkey frame ងាប់វាសិនបាទនេះចុចមកជួរហ្នឹងហើយយើងចុច shift អក្សរ T មួយទៀតចុចនៅលើ layer ហ្នឹងចុច shift អក្សរ T មួយទៀតថែមអីគេនេះយើងថែមmộtប៉ាទីចុចអក្សរ U ហ្នឹងនេះយើងចុច shift អក្សរ T មកធីកវាមួយសិនថែមប៉ាទីហេតុអីហើយដល់ពេលកាមេរ៉ានេះចុចនឹងដែរបាទចុច key frame ងាប់ដើម្បីបានមើល key frame ចុចអក្សរ U លើវាបញ្ចេញយើងមក4មកអញ្ចឹងកាមេរ៉ានេះយើងដាក់វាតូចទៅវិញដាក់ដក50000វាយដក50000មកនឹងវាតូចទៅវិញហើយអបាធីយើងដាក់វា0បាទហើយលេខនេះយើងវាយវាដូចមុនវិញបាទវាយនេះ20អានេះ360វិញទៅវាហោះបែកទៅវិញបាទចេញមិនចូលអញ្ចឹងអានេះ70អីចឹងទៅអានេះ35អីចឹងទៅយើងវាយលេខប៉ុន្មានក៏បានដែរបាទអានេះ0.4វិញអីចឹងទៅអូខេអញ្ចឹងយើង play វាទៅគឺវាចាប់ផ្ដើមហោះចូលហើយបាទវាបវល់ហើយហោះទៅវិញបាត់ស្មោតែម្ដងគេឥឡូវយើង copy ដូរពាក្យវាមានថាយើងចង់វាយពាក្យមួយទៀតអញ្ចឹងចុច command D មកចុចវា2ដងនេះរួចហើយយើងដូរពាក្យនេះយើងបិទផ្នែកអានេះសិនបើកផ្នែកពាក្យហ្នឹងដូរពាក្យថ្មីបាទយើងវាយមកលក់បាទលក់ដូរទៅហ្វុនខ្មែរមកលក់បញ្ចុះតម្លៃបាទបញ្ចុះតម្លៃ 50% យើងវាយអង់គ្លេសវិញនេះ
ហើយយើង select លើ ដូរ font វាទៅ select មកជួរហ្នឹងឲ្យ font វាស្អាតនេះនេះគេយើងអក្សរ 3D យើងវាយ font ក្រាស់ៗបងប្អូនបានវាស្អាតអូខេរួចហើយយើងបិទភ្នែកហ្នឹងបើកភ្នែកតែប៉ុណ្ណឹងវាចេញវីដេអូអក្សរយើងនេះបាទហើយវីដេអូអក្សរយើងចាប់ដើមគុំវា final កើត com មួយទៀត new com final com នេះ final ហើយយើងចាប់ដើមចាក់ background លើវាមក layer new solid នេះយើងចាប់ដើមដាក់ bg ហើយអូខេដាក់ 4 color កន្លែងនេះដាក់ 4 color មកបាទ 4 color ហើយយើងទាញវាតម្លាក់ចូលមកយើងចាប់ដើមសេរីពណ៌វានេះបាទយើងសេរីពណ៌វាដែលយើងចង់បានពណ៌រៀងខ្មៅខ្មៅល្ងិតល្ងិតចេះទៅស្អាតបាទយើងដូរពណ៌វាទាំងអស់មកយើងចាប់ដើមទាញអានេះទាញពណ៌វាស្រាលអញ្ចឹងពណ៌បៃតងនេះខ្ញុំដូរដែរដាក់ពណ៌រៀងល្ងិតល្ងិតអញ្ចឹងបាទគេចុចលើអានេះហើយទាញវាមកល្ងិតនេះមកអូខេអញ្ចឹងយើងចាប់ផ្ដើមសេរីពណ៌វាទៅបាទចង់បានពណ៌អីក៏បានដែរអត់អីទេអូខេឥឡូវលោកគ្រូគុំវានេះយក project យើងយក com ទី1ដាក់ចូលពីលើវាហើយយើង play វាមកនេះអញ្ចឹងវាហោះចេញមកហើយបាទអញ្ចឹងពេលដែលវាហោះទៅវិញនេះត្រឹម3កន្លះនេះ3:15នេះយើងទាញអក្សរទី2យើងដាក់ចូលបាទនេះអញ្ចឹងយើង play មកនេះអក្សរហោះចូលហើយអក្សរថ្មីអញ្ចឹងមេរៀនយើងមានតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងអាចធ្វើតាមវីដេអូហ្នឹងទៅហើយយើងជួបគ្នានៅថ្ងៃក្រោយទៀតជាមេរៀនល្អមែនតើហើយបងប្អូនដែលមានមិត្តភ័ក្តិឬក៏បងប្អូនដែលគាត់ចង់រៀនច្បាស់ពីការប្រើប្រាស់ការកាត់តវីដេអូ Premiere After Effects បាទ Cinema 4D DaVinci អាចមកចុះឈ្មោះរៀននៅ iTech Media សាលារបស់យើងនៅផ្លូវ271ហើយចាំលោកគ្រូដាក់លេខទូរស័ព្ទនៅអាសយដ្ឋាននៅខាងក្រោមនឹងឲ្យអរគុណច្រើនហើយតំណតំណងចុះឈ្មោះចូលរៀនមកបាទបងប្អូនដែលចង់បានជំនាញពិតប្រាកដអំពីរបៀបធ្វើ commercial ណា sport ពាណិជ្ជកម្មកាត់តវីដេអូផលិត content សម្រាប់រឿងបាទហើយនឹងកាត់តវីដេអូច្បាស់មាតិកាផ្សេងៗបាទអញ្ចឹងយើងរៀន4កម្មវិធីហ្នឹងគឺយើងអាចចេញធ្វើការគេបានអរគុណច្រើន